មិច្ឆាទិដ្ឋិគឺរាប់តាំងពីសកាយៈទិដ្ឋិនឹងឡើងទៅណាសូម្បីមិនបានជាយល់ឃើញខុសថាបាបមិនមានបុណ្យមិនមានមេត្តាបិតាមិនមានគុណមិនបានយល់ខុសដល់ប៉ុណ្ណឹងទេប៉ុន្តែគ្រាន់តែយល់ឃើញថារូបជាខ្លួននៅពេលហ្នឹងប្រកាន់មហាពុទ្ធរូបនិងឧបាទេយរូបហ្នឹងថាខ្លួនយើងហ្នឹងហ្មងអាហ្នឹងសកាយៈទិដ្ឋិហើយកើតជាមួយលោភៈទិដ្ឋិមិនដែលកើតជាមួយនឹងចិត្តដទៃក្រៅពីកើតជាមួយនឹងលោភៈមូលចិត្តទេហើយជួនកាលហ្នឹងសកាយៈទិដ្ឋិហ្នឹងវាប្រកាន់វេទនាសញ្ញាសង្ខារវិញ្ញាណទីនាមធម៌ដែលដឹងអារម្មណ៍ហ្នឹងថាខ្លួនហើយខ្លួនហ្នឹងមានរូបអញ្ចឹងខ្លួនហ្នឹងមានរូបហ្នឹងគឺមិច្ឆាទិដ្ឋិដែរមានរូបឧទាហរណ៍ថាស្រាប់តែមើលទៅឃើញរូបហ្នឹងស្អាតណាមហាជនហ្នឹងក៏សម្គាល់ថាស្អាតគេតែងចូលចិត្តមើលគេតែងពោលសរសើរអញ្ចឹងទៅដល់តែបានឃើញទៅវាស្អាតនៅរូបហ្នឹងស្អាតនៅរូបហ្នឹងអញ្ចឹងទៅក៏សម្គាល់ថារូបរបស់ខ្លួនហ្នឹងស្អាតរូបរបស់ខ្លួនហ្នឹងស្អាតហ្នឹងសកាយៈទិដ្ឋិណាហើយនៅពេលហ្នឹងក៏មានសេចក្តីរំភើបចិត្តឡើងរំភើបសប្បាយចិត្តព្រេងអររំភើបរីករាយហ្នឹងអាហ្នឹងគឺជាប្រភេទនៃសោមនស្សវេទនាក្នុងការសោយនៅរូបជាអារម្មណ៍ហ្នឹងដោយសេចក្តីសប្បាយឃើញទេជាសុខតាមផ្លូវចិត្តប៉ុន្តែចិត្តហ្នឹងមិនមែនជាសុខក្នុងការធ្វើទានរក្សាសិលទេអានេះជាសុខដោយការហួងហែងដោយការថារូបរបស់ខ្លួនយើងហ្នឹងគឺរូបហ្នឹងគឺថាស្អាតល្អអញ្ចឹងក៏សប្បាយរំភើបមកផ្ញើអញ្ចឹងទៅនៅពេលហ្នឹងគឺសភាពនៃលោភៈមូលចិត្តហ្នឹងវាប្រព្រឹត្តទៅជាមួយនឹងសោមនស្សវេទនាចឹងណាហើយប្រកបជាមួយគ្នានឹងសកាយៈទិដ្ឋិអដ្ឋិកតសម្បយត្តហើយនៅក្នុងពេលហ្នឹងមាននរណាមកបបួលឲ្យយើងអត់ទេមាននរណាមកបបួលឲ្យយើងសោមនស្សទេណាដែលថាយើងហ្នឹងគឺចិត្តហ្នឹងអត់មាននរណាមកបបួលឲ្យចិត្តប្រព្រឹត្តទៅជាមួយនឹងសោមនស្សទេហើយក៏អត់មាននរណាមកបបួលដើម្បីឲ្យប្រកាន់ថារូបហ្នឹងគឺយើងដែរណាអត់មាននរណាមកបបួលឲ្យមកប្រកាន់ថាខ្លួនយើងនឹងមានរូបដែរថាតែនៅពេលហ្នឹងវាកើតឡើងអញ្ចឹងទៅណាវាមានហេតុមានបច្ច័យរបស់វាដែលធ្លាប់សន្សំក្នុងកណ្ដាលយូរណាស់មកហើយដល់ធ្លាប់សន្សំមកហើយនៅពេលហ្នឹងក៏វាកើតមកផ្ញើអញ្ចឹងទៅរីករាយសប្បាយចិត្តត្រង់ដែលថារូបរបស់ខ្លួនយើងហ្នឹងគឺថាស្អាតល្អនេះគឺជាលោភៈមូលចិត្តទី1ក្នុងជីវិតរាល់ថ្ងៃយកចេះចិត្តទេចឹងទេណាបាទចឹងយើងជាការសិក្សានៅក្នុងលោភៈមូលចិត្តហ្នឹងដោយល្អិតល្អន់ប្រយោជន៍ដើម្បីឲ្យយើងឃើញច្បាស់អំពីប្រកបនៃជីវិតហ្នឹងគឺមានបរមត្ថធម៌ពិតព្រោះយើងអាចសិក្សារៀនឈ្មោះរបស់បរមត្ថធម៌នឹងបានច្រើនទៅអញ្ចឹងក៏ពិតមែនប៉ុន្តែបើមិនបានសិក្សាដោយសេចក្តីគោរពគឺមិនយកចិត្តទុកដាក់ដើម្បីប្រព្រឹត្តបប្រតិបត្តិដោយការសង្កេតឲ្យឃើញសភាពនៃសភាវៈទាំងអស់នឹងច្បាស់ដែលមានការកើតឡើងយ៉ាងណាព្រោះហេតុបច្ច័យនោះយ៉ាងម៉េចអានឹងមិនអាចដើម្បីលះបង់អវិជ្ជានឹងបានទេអវិជ្ជានៅតែមិនដឹងចំពោះសភាវៈខួបពិតនឹងសភាវៈដែលកំពុងប្រកបនឹងនៅតែមិនដឹងយ៉ាងម៉េចតែកាលណានៅតែមិនដឹងអវិជ្ជាហ្នឹងវានាំមកនៅសេចក្តីប្រកាន់សេចក្តីហួងហែងក្នុងជីវិតរាល់ថ្ងៃហ្នឹងយើងជ្រាបហើយសេចក្តីទុក្ខកង្វល់តាមផ្លូវចិត្តហ្នឹងគឺកើតមកពីការហួងហែងនាមរូបហ្នឹងអញ្ចឹងហើយការហួងហែងនាមរូបហ្នឹងក៏មកពីមិនដឹងសេចក្តីពិតនៃនាមរូប
អ្វីដែលជារបស់ពិតព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងប៉ុន្តែជួនកាលយើងរំលងជួនកាលអីវាដល់ច្រើននឹងឯងរំលងព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីប្រក្តីនៃជីវិតដោយជាព្រះអង្គទ្រង់ត្រាស់សម្ដែងពីលោភៈពីទោសៈពីមោហៈគឺព្រះអង្គសម្ដែងពីជីវិតពិតប៉ុន្តែមិនសិក្សាមិនអប់រំបញ្ញាឲ្យឃើញសេចក្តីពិតនៃជីវិតអញ្ចឹងទៅវាអត់ព្រមដល់វាអត់ព្រមវាកើតទៅជាសេចក្តីស្ដាយប្រហាយសេចក្តីស្វាខ្វាយចិត្តធ្វើម៉េចដើម្បីឲ្យកិលេសរបស់អញហ្នឹងវាអស់ទៅដើម្បីឲ្យអញហ្នឹងទៅជាបុគ្គលប្រសើរដើម្បីអញរួចផុតចាកទុក្ខដល់អញ្ចឹងទៅលោភៈទោសៈមោហៈហ្នឹងវាមិនមែនអស់ដោយសារត្រូវការប្រាថ្នាចង់ឲ្យអស់ហ្នឹងវាអស់ទៅណាលទ្ធផលដែលចង់ឲ្យកិលេសអស់វាកើតទៅជាសេចក្តីមួម៉ងត្រៃកាហាយវិអៀតទាំងអស់ចិត្តហ្នឹងតែព្រះអង្គទ្រង់តាមសម្ដែងពីរឿងពិតលោភៈទោសៈមោហៈហ្នឹងគឺជារបស់ពិតសភាវៈគ្រប់យ៉ាងដែលព្រះអង្គសម្ដែងដោយបរមត្ថធម៌ហ្នឹងពីសេចក្តីទុក្ខសេចក្តីទុក្ខហ្នឹងគឺព្រះអង្គសម្ដែងពីរបស់ពិតការប្រតិបត្តិធម៌ដើម្បីកំណត់ដឹងនៅរបស់ពិតដើម្បីមានសមាធិហ្នឹងព្រមគឺការព្រមទៅតាមសេចក្តីពិតយល់ត្រូវទៅលើរបស់ពិតហ្នឹងថាវាត្រូវតែពិតអញ្ចឹងអាហ្នឹងឯងដែលនាំឲ្យយើងសុខចិត្តហើយបលែងនាមរូបហ្នឹងព្រោះនាមរូបនេះវាមិនអាចប្រព្រឹត្តទៅដើម្បីបានលៀបបានយសបានសរសើរបានសុខតែម្យ៉ាងទេវាត្រូវអត់លៀបផងអត់យសផងនិន្ទាផងទុក្ខផងអាហ្នឹងគឺសេចក្តីពិតរបស់ជីវិតសេចក្តីពិតរបស់នាមរូបដែលវាមានការប្រព្រឹត្តទៅអញ្ចឹងគឺថាសេចក្តីនេះគឺជាសេចក្តីពិតរបស់នាមរូបដែលប្រព្រឹត្តទៅយ៉ាងណាការដែលយើងមិនព្រមយើងចង់ឲ្យតែបានលៀបបានយសជាដើមអញ្ចឹងទៅអាហ្នឹងវានាំឲ្យកើតសេចក្តីកង្វល់បានណាវានាំឲ្យកើតសេចក្តីទុក្ខអញ្ចឹងយើងចង់ឲ្យទៅបានប្រសើរយើងចង់តែបានសុខហើយយើងចង់ហ្នឹងវានាំឲ្យកើតកង្វល់កើតទៅជាសេចក្តីក្តៅក្រហាយប្រវាយផ្សេងណាព្រោះការមិនដឹងរឿងពិតនៃនាមរូបហ្នឹងហើយមិនប្រឡែងនាមរូបហ្នឹងឲ្យប្រព្រឹត្តទៅតាមលោកធម៌ហ្នឹងមិនប្រឡែងឲ្យប្រព្រឹត្តទៅតាមលោកធម៌ហ្នឹងដោយមិនញាប់ញ័រនឹងលោកធម៌ហ្នឹងប្រឡែងទៅក៏អត់រួចទេព្រោះនៅក្នុងការមិនដឹងវាត្រូវរួមហែងអញ្ចឹងបានថា